បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមកដល់កន្លែងសាលារៀនដែលធ្លាប់រៀនការនៅពីតូចបងប្អូននេះនឹកអនុស្សាវរីយ៍ចាស់មែនតើសាលារៀនបឋមសិក្សាហ៊ុនសែនព្រែកកដួងបាទថ្ងៃនេះថ្ងៃចូលឆ្នាំទី3តែអត់បានទៅដើរលេងណាទេតាំងចូលឆ្នាំទី1ឥឡូវមកដល់សាលារៀននឹកអនុស្សាវរីយ៍ពេកមកដល់សាលារៀននេះជាកន្លែងតានេះក៏ទល់មុខហ្នឹងកន្លែងគ្រប់ទង់ជាតិពេលគេអត់រៀនអញ្ចឹងគេដោះទង់ជាតិចោលអារម្មណ៍នឹកអនុស្សាវរីយ៍ចាស់នោះខាងក្រៅខ្ញុំនោះគឺវត្តហើយសាលារៀនជាប់គ្នាបងប្អូននេះថ្នាក់រៀនរបស់ខ្ញុំនេះកំពុងដើរទៅថ្នាក់រៀនរបស់ខ្ញុំដល់ហើយបងប្អូនថ្នាក់រៀនដែលខ្ញុំធ្លាប់រៀនថ្នាក់រៀននេះក៏ខ្ញុំធ្លាប់រៀនដែរថ្នាក់ទី4គោកាលយើងនៅតូចយើងរៀនដូចថាវាអត់ដឹងអីទាំងអស់ហ្មងណាពេលដែលយើងធំឡើងមានប្តីមានប្រពន្ធមកយើងដឹងថាកាលនៅតូចគឺស្រួលអស់ចិត្តគ្រាន់តែបាយហើយមករៀនបងប្អូនពេលដែលយើងមានប្រពន្ធទៅយើងដឹងថាកាលនឹងវាខុសឆ្លាស់នៃការគិតពីក្មេងមកបងប្អូនអរបាយចាអរគុណច្រើនបងប្អូនអត់មានអីទេនៅម្នាក់ឯងខ្លាចខ្មោចលងនៃដងទង់ជាតិអានេះថ្នាក់ធំថ្នាក់ចាប់ពីថ្នាក់ទី5ឡើងវិលមកខាងនេះចាប់ពីថ្នាក់ទី4ចុះទៅវិញហើយបើជួរខាងនោះវិញថ្នាក់ទី3ទី2និងថ្នាក់បន្តិចបាទអានេះខាងក្រោយសាលាខ្ញុំកន្លែងមើលម៉ូតូខ្ញុំខ្លាចលួចម៉ូតូខ្ញុំនេះខាងក្រោយសាលាក៏អត់មានអីដែរបងប្អូននេះវាដើមឈើធំនេះខាងក្រោយសាលាអានេះគឺមានប្រគុណត្រឹមត្រូវអូខេបងប្អូនការដែលខ្ញុំរៀនមុនគឺប្រគុណគឺជាប់សោរហូតអត់ទៅបានចាក់យកបត់ជើងនេះព្រោះអីផ្ទះខ្ញុំនៅជិតដែរនេះអើយនឹកអនុស្សាវរីយ៍ដែរហ្នឹងហើយមិត្តភ័ក្តិដែលធ្លាប់រៀនបឋមជាមួយគ្នាធ្លាប់រៀនជាឡាយមួយគ្នាបាត់អស់ហើយបងប្អូនអើយគេមានប្តីប្រពន្ធទៅគេដាច់អស់ទៅហើយអ្នកខ្លះទៀតគេជាប់រៀនសិក្សាបន្តទៀតទៅក៏បាត់អស់ទៀតទៅហើយយើងក៏មានប្រពន្ធទៅយើងក៏អត់សូវបានតាក់ទងគ្នាទៅឥឡូវដាច់អស់ហើយបងប្អូនអើយទាំងអ្នកនៅជាប់គ្នាទាំងអ្នកនៅឆ្ងាយពីគ្នាដាច់អស់គ្រាន់តែយើងមានពេលទនេមកឃើញសាលាដែលយើងធ្លាប់រៀនអញ្ចឹងណាយើងមានអារម្មណ៍មួយថានៅដកជាប់ក្នុងចិត្តរបស់យើងគឺយើងចង់ជួបជុំពួកគាត់អញ្ចឹងណាធ្លាប់ថានៅអន្ទើរត់លេងឥឡូវមានអ្នកធ្លាប់ឆ្លងកាត់ពាក្យពេលវេលាហ្នឹងដែលអ្នកយល់អារម្មណ៍នឹងច្បាស់ហ្មងពីខ្លះអ្នកធ្លាប់ឆ្លងកាត់ដែរក៏ប៉ុន្តែការឆ្លងកាត់របស់គាត់នឹងខុសពីឆ្លងកាត់របស់ខ្ញុំការឆ្លងកាត់របស់គាត់នឹងគឺគាត់បែបរបស់គាត់ផ្សេងទៅឆ្លងកាត់របស់ខ្ញុំបែបឆ្លងរបស់ខ្ញុំបែបផ្សេងទៅឆ្លងកាត់របស់ខ្ញុំការជួបជុំគ្នាវាមានតិចតួចការរាប់អានគ្នាជួបមុខគ្នាក៏មានតិចតួចទៅមានកន្លែងខ្លះភ្លេចអស់កន្លែងខ្លះយើងនៅចាំអញ្ចឹងណាព្រោះអីអនុស្សាវរីយ៍គាត់ថាយើងមកដល់នេះភ្លាមយើងអាចចាំបានខ្លះអញ្ចឹងណាបងប្អូនគាត់ថានឹកអនុស្សាវរីយ៍ពេលដែលធ្លាប់រៀនអរគុណច្រើនជាចុងក្រោយជូនពរឲ្យមិត្តភ័ក្តិទាំងអស់ដែលធ្លាប់រៀនជាមួយនឹងបានហ្នឹងគឺ
មានសុខភាពល្អហើយនៅក្រុមគ្រួសារនឹងឲ្យបានសុភមង្គលគ្រប់គ្នាដែរបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបាយបាយ